ស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍បន្តនៅក្នុងមេរៀនទី30របស់យើងដែលនិយាយអំពីគំរូនៃកិរិយាសព្ទverb pattern ដែលយើងរៀនអំពីការប្រើប្រាស់ទម្រង់នៃកិរិយាសព្ទមានកិរិយាសព្ទខ្លះដែលមានកិរិយាសព្ទខាងក្រោយវាអាចប្រើ to អាចប្រើ ing ឬក៏មិនប្រើហើយជួនកាលអាចប្រើទាំងពីរអាចមានន័យដូចគ្នាមានន័យខុសគ្នាបាទនៅក្នុងនេះគឺជាវីដេអូទី2នៃភាគទី2នៃមេរៀនទី30របស់យើងដែលយើងនឹងសិក្សាបន្តជាមួយគ្នាហើយលោកអ្នកបងប្អូនដែលមិនបានទស្សនានៅក្នុងមេរៀនមុននៅក្នុងភាគមុនទេសូមទស្សនាដើម្បីឲ្យយើងមានការទំនាក់ទំនងគ្នារវាងមេរៀនទាំងមូលនៅក្នុងមេរៀនទី30ទាក់ទងជាមួយនឹង verb patterns នឹងឯងអញ្ចឹងយើងចូលនៅក្នុង verb pattern ទី7ថាតើវាយ៉ាងម៉េចតែមុននឹងយើងចូលនៅក្នុងមេរៀននេះសម្រាប់លោកអ្នកបងប្អូនដែលមិនទាន់បានចុច like subscribe និងសញ្ញារូបកណ្ដឹងនៅក្នុង channel YouTube របស់ខ្ញុំនៅឡើយទេសូមចុច like subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានទស្សនាវីដេអូមេរៀនថ្មីផ្សេងទៀតជារៀងរាល់ថ្ងៃក៏ដូចជាការលើកទឹកចិត្តដល់ខ្ញុំជាអ្នកផលិតវីដេអូនេះផងដែរ Pattern 7 គំរូទី7 Verbs that can use both to and ing កិរិយាសព្ទដែលអាចប្រើបានទាំងពីរទាំង to និងទាំង ing Some verbs can be followed by either to plus verb or verb ing កិរិយាសព្ទមួយចំនួនអាចមានកិរិយាសព្ទដែលមានទម្រង់ to បូក verb ឬក៏មាន verb បូក ing នៅខាងក្រោយវាបាទអញ្ចឹងនេះគឺជាកិរិយាសព្ទមួយប្រភេទទៀតដែលខាងក្រោយវាអាចមានកិរិយាសព្ទមានទម្រង់ប្រើជាមួយ to ហើយនិងកិរិយាសព្ទមាន ing For some verbs the meaning stays the sameសម្រាប់កិរិយាសព្ទមួយចំនួនអត្ថន័យរបស់វានៅតែដដែល For other meaning change សម្រាប់កិរិយាសព្ទផ្សេងទៀតអត្ថន័យប្រែប្រួលអញ្ចឹងហើយនេះគឺជាកិរិយាសព្ទមួយយ៉ាងផ្សេងទៀតដែលយើងរៀនជាមួយគ្នានៅពេលនេះដែលកិរិយាសព្ទនោះគឺវាខុសពីខាងលើគឺខាងលើករណីខ្លះប្រើបានតែ to អត់ប្រើ ing ទេហើយករណីខ្លះអាចប្រើបានតែ ing អត់ប្រើ to ទេតែនៅក្នុងនេះអាចប្រើបានទាំងពីរទាំង to ទាំង ing ក៏ប៉ុន្តែអាចមានន័យដូចគ្នាឬក៏មានន័យខុសគ្នាមិនចឹងយើងមកឧទាហរណ៍សម្រាប់កិរិយាសព្ទទាំងនោះ same meaning អត្ថន័យដូចអញ្ចឹងយើងមើលសម្រាប់កិរិយាសព្ទដែលមានន័យដូចទោះបើប្រើជាមួយនឹង ing ទោះបើប្រើជាមួយនឹង to I love to read ខ្ញុំចូលចិត្តអាន I love reading ខ្ញុំចូលចិត្តអានបើអញ្ចឹងប្រយោគពីរនេះយើងឃើញថាអត្ថន័យដូចគ្នាគឺសំដៅទៅលើការដែលចូលចិត្តអានក៏ប៉ុន្តែសម្រាប់កិរិយាសព្ទដែលនៅខាងក្រោយវាគឺទម្រង់ខុសគ្នាយើងឃើញថាកិរិយាសព្ទនេះគឺប្រើជាមួយនឹង to ចំណែកខាងនេះគឺប្រើជាមួយនឹង ing បើអញ្ចឹងសំដៅទៅលើកិរិយាសព្ទ love នេះឯងដែលកិរិយាសព្ទដែលនៅខាងក្រោយវានេះអាចប្រើ to ក៏បានអាចប្រើ ing ក៏បានហើយមានន័យដូចគ្នាទៀតសម្រាប់ប្រយោគទាំងពីរហ្នឹង They started to work ពួកគេចាប់ផ្ដើមធ្វើការងារ They started working ពួកគេចាប់ផ្ដើមធ្វើការងារបាទត្រង់នេះក៏ដូចគ្នាដែរគឺយើងសំដៅទៅលើពាក្យ start នេះឯងដែលពាក្យ start ហ្នឹងគឺយើងមានកិរិយាសព្ទដែលប្រើជាមួយនឹង to ហើយនឹងមានកិរិយាសព្ទដែលមានប្រើជាមួយនឹង ing ហើយន័យវាដូចគ្នាគឺចាប់ផ្ដើមធ្វើការដូចគ្នាបាទអញ្ចឹងនេះសំដៅទៅលើកិរិយាសព្ទដែលមានកិរិយាសព្ទដែលនៅខាងក្រោយវាគឺប្រើ ing ក៏បានប្រើ to ក៏បានហើយមានន័យដូចគ្នាបាទហើយមានកិរិយាសព្ទជាច្រើនទៀតបាទមានដូចជាពាក្យ like ចូលចិត្ត love ចូលចិត្តជាខ្លាំងឬក៏ស្រឡាញ់ hate ស្អប់ start ចាប់ផ្ដើម begin ចាប់ផ្ដើម continue បន្តអញ្ចឹងសរុបមកបងប្អូនកាលណាឃើញកិរិយាសព្ទទាំងនេះនៅក្នុងប្រយោគអញ្ចឹងកិរិយាសព្ទដែលនៅខាងក្រោយវាយើងចង់ប្រើជាមួយនឹង to ក៏បានយើងចង់ប្រើជាមួយនឹង ing ក៏បានគឺត្រូវទាំងពីរហើយអត្ថន័យវាក៏ត្រូវគ្នាដែរបើអញ្ចឹងកាលណាជួបកិរិយាសព្ទហ្នឹងគឺងាយស្រួលប្រើ to ក៏ត្រូវប្រើ ing ក៏ត្រូវចំណុចខាងក្រោមវិញយើងមើលអត្ថន័យដែលខុសគ្នា different meaning អត្ថន័យខុសគ្នាបើអញ្ចឹងខាងក្រោមនេះគឺមានន័យថាកិរិយាសព្ទដែលនៅខាងក្រោយវាប្រើ to ក៏បានប្រើ ing ក៏បានក៏ប៉ុន្តែមិនចេះតែប្រើតាមចិត្តទេដោយសារតែវាមានអត្ថន័យខុសគ្នាមានន័យថាកិរិយាសព្ទដែលនៅខាងក្រោយហ្នឹងប្រើ to ន័យផ្សេងប្រើ ing ន័យផ្សេងយើងមកឧទាហរណ៍ I stopped to eat I stopped another action in order to eat បើអញ្ចឹងកន្លែងប្រយោគ I stop to eat ហ្នឹងគឺគេបញ្យល់ថាខ្ញុំឈប់ធ្វើសកម្មភាពណាមួយ
ដើម្បីទៅញ៉ាំអញ្ចឹងកន្លែងហ្នឹងចង់និយាយថាគាត់អត់ទាន់ញ៉ាំបាយទេគាត់អត់ទាន់ញ៉ាំអាហារហ្នឹងទេអញ្ចឹងគាត់បញ្ឈប់ធ្វើការណាមួយបញ្ឈប់សកម្មភាពណាមួយបញ្ឈប់ទង្វើណាមួយដើម្បីទៅញ៉ាំបាទអញ្ចឹងមានន័យថាគាត់អត់ទាន់ញ៉ាំទេតែគាត់បំរុងទៅញ៉ាំនឹងឯងតែគាត់បញ្ឈប់អាមួយនេះសិនបញ្ឈប់សកម្មភាពនេះមួយសិនដើម្បីទៅញ៉ាំចំណុចខាងក្រោមគឺ I stopped eating ឬក៏ I stopped eating បាទអញ្ចឹងកន្លែងនេះគឺ I no longer eat ខ្ញុំឈប់ញ៉ាំយូរហើយបាទអញ្ចឹងកន្លែងនេះគឺចង់និយាយថាបុគ្គលហ្នឹងគឺគាត់ញ៉ាំបាយហើយគាត់ឆ្អែតហើយឥឡូវគាត់ចង់ឈប់ញ៉ាំបាទអញ្ចឹងន័យខុសគ្នាត្រង់ហ្នឹងអញ្ចឹងអាខាងលើគឺអត់ទាន់ញ៉ាំទេប៉ុន្តែឈប់ធ្វើអ្វីមួយដើម្បីទៅញ៉ាំប៉ុន្តែខាងក្រោមនេះគឺមានន័យថាញ៉ាំហើយឥឡូវមានបំណងចង់ឈប់ញ៉ាំបាទអញ្ចឹងមានន័យខុសគ្នាអញ្ចឹងឯងអញ្ចឹងកន្លែងនេះយើងអាចបកប្រែថាខ្ញុំឈប់ដើម្បីញ៉ាំមានន័យថាឈប់ធ្វើអីមួយដើម្បីញ៉ាំប៉ុន្តែខាងក្រោមខ្ញុំឈប់ញ៉ាំមានន័យថាញ៉ាំហើយឥឡូវឈប់ញ៉ាំហើយបាទអញ្ចឹងន័យអញ្ចឹងឯងយើងមើលខាងក្រោមទៀត She remembered to call him she didn't forget to call នាងមិនបំភ្លេចដើម្បីទៅហៅទេបាទអញ្ចឹងកន្លែងនេះមានន័យថាម៉េចមានន័យថានាងបំណងគម្រោងហើយរំលឹកខ្លួនឯងថាដើម្បីទៅហៅគាត់នឹងមានន័យថាគាត់អត់ទាន់ទៅហៅទេប៉ុន្តែគាត់ធ្វើទង្វើដើម្បីនឹងទៅហៅគាត់គឺមានន័យថារំលឹកខ្លួនឯងឲ្យនឹកចាំខ្លួនឯងគឺដើម្បីទៅហៅគាត់ឲ្យបានចំណុចខាងក្រោមវិញ She remembered calling him she has a memory of calling him before បញ្ចឹងប្រយោគខាងនេះគឺចង់និយាយថានាងចងចាំក្នុងការទៅហៅគាត់ពីមុនមកអញ្ចឹងកន្លែងនេះចង់មានន័យថាម៉េចចង់មានន័យថាការដែលទៅហៅបុគ្គលម្នាក់ហ្នឹងមានន័យថាគាត់ទៅហៅហើយគាត់ឲ្យនឹកចាំអំពីការទៅហៅនឹងទៀតបាទអញ្ចឹងកន្លែងហ្នឹងន័យខុសគ្នាត្រង់ហ្នឹងគឺខាងលើមានន័យថាអត់ទាន់ទៅហៅទេប៉ុន្តែរំលឹកដើម្បីទៅហៅប៉ុន្តែខាងក្រោមនេះគឺនឹកចាំពីការទៅហៅហើយអញ្ចឹងយើងអាចបកប្រែថានាងរំលឹកខ្លួនឯងដើម្បីទៅហៅគាត់នាងចងចាំក្នុងការទៅហៅគាត់បាទអញ្ចឹងមានន័យថាខាងលើអត់ទាន់ទៅហៅទេប៉ុន្តែនឹងទៅហៅពីក្រោយហើយខាងក្រោមនេះគឺឲ្យបានទៅហៅហើយនឹកចាំការទៅហៅទៀតបាទអញ្ចឹងកាលណាយើងឃើញពាក្យទាំងនេះអញ្ចឹងកិច្ចសព្ទខាងក្រោយវាប្រើ to នៃផ្សេងប្រើ ing នៃផ្សេងអញ្ចឹងมันមានតែប៉ុណ្ណឹងទេគឺមាន time ទៀតគឺមានយើងដូចខាងលើគឺមាន stop ឈប់ឬក៏បញ្ឈប់ remember រំលឹកឬក៏នឹកចាំហើយ forget គឺភ្លេចឆ្រាយព្យាយាមសាកល្បងបញ្ចឹងកាលណាឃើញពាក្យទាំងហ្នឹងអញ្ចឹងកិរិយាសព្ទដែលនៅខាងក្រោយវាគឺប្រើ ing ក៏បានប្រើ to ក៏បានប៉ុន្តែប្រើ to នៃផ្សេងប្រើ ing នៃផ្សេងនៃដូចអ្វីដែលយើងបានពន្យល់ខាងលើអញ្ចឹង comparison table តារាងប្រៀបធៀបបាទអញ្ចឹងមានគំរូជាច្រើនដែលយើងត្រូវចងចាំនេះគឺជាការសង្ខេប pattern របស់យើងគឺមានverb បូក to បូក verb អញ្ចឹងនឹកចាំថា to នៅពីមុខកិច្ចសព្ទដើមគឺថា I want to eat ខ្ញុំចង់ញ៉ាំអញ្ចឹង verb នេះគឺជា want នេះឯងហើយ to គឺជា to នេះឯងហើយ eat នេះឯងគឺជាកិច្ចសព្ទដើមបាទអញ្ចឹងកាលណាយើងឃើញពពួកប្រភេទពាក្យទាំងនេះដែលយើងបានរៀបរាប់នៅក្នុងមេរៀនរបស់យើងគឺយើងប្រើទម្រង់មានកិច្ចសព្ទខាងក្រោយ to ហើយចំណែក pattern បន្ទាប់ទៀត verb ing ដែលគេហៅថា gerund គឺ ing នឹងឯងអញ្ចឹងមានពពួកពាក្យទាំងនេះហើយនឹងមានពាក្យជាច្រើនទៀតដែលនៅក្នុងមេរៀនរបស់យើងកិរិយាសព្ទដែលនៅខាងក្រោយវាត្រូវតែប្រើ ing ដូចជា I enjoy eating បន្តទៀតគឺមានverb object to verb បាទអញ្ចឹងមានកម្មបទនៅពីមុខ to បាទអញ្ចឹងនេះ to មានកម្មបទឧទាហរណ៍ I told him to go ខ្ញុំប្រាប់ឲ្យគាត់ទៅតទៀតverb object verb ing បាទអញ្ចឹងខាងលើ verb object verb មាន to ហើយខាងក្រោម verb object verb មាន ing វិញបាទគឺមានន័យថាបន្តសកម្មភាពឧទាហរណ៍ I saw her dancing ខ្ញុំបានឃើញនាងរាំឬក៏បានឃើញនាងកំពុងរាំបន្តទៀត verb object verb បាទចឹងខុសពីខាងលើ verb វាមាន to verb មាន ing តែនេះអត់មានទាំង to អត់មានទាំង ing គឺ no to ឧទាហរណ៍ I let him go ខ្ញុំអនុញ្ញាតឲ្យគាត់ទៅបាទចឹងកាលណាឃើញពពួកពាក្យទាំងហ្នឹងគឺយើងប្រើទម្រង់បែបហ្នឹងបន្តទៀតមានverb ធ្នាក់ verb ing
នៅខាងក្រោយធ្នាក់គឺប្រើ ing បាទជំនាញថាសំដៅទៅលើនេះនៅខាងក្រោយធ្នាក់នេះឯងគឺគេប្រើជាមួយនឹង ing ឧទាហរណ៍ I'm interested in reading ខ្ញុំចាប់អារម្មណ៍ក្នុងការអានឬក៏ខ្ញុំចាប់អារម្មណ៍នឹងអានអញ្ចឹងកន្លែងនេះគឺយើងឃើញពាក្យ interested នឹងឯងគឺប្រើហើយជាមួយនឹងធ្នាក់ដែលមានកិច្ចសព្ទនៅខាងក្រោយគឺប្រើជាមួយនឹង ing ហើយបន្តមកទៀតគឺ verb មាន to មាន ing ដែរមានន័យថាប្រើ to បានប្រើ ing ក៏បានតែអត្ថន័យរបស់វាអាចដូចអាចខុសគ្នាឧទាហរណ៍ I love to eat I love eating ខ្ញុំចូលចិត្តញ៉ាំខ្ញុំចូលចិត្តញ៉ាំបាទចឹង love នេះឯងយើងប្រែថាចូលចិត្តប៉ុន្តែសំដៅទៅលើសង្កត់ធ្ងន់ជាងពាក្យ like បាទក្នុងករណីនេះយើងប្រែថាចូលចិត្តហើយក៏មានករណីខ្លះយើងប្រែថាស្រឡាញ់បាទអញ្ចឹងហើយនៅក្នុងនេះគំរូនៃកិរិយាសព្ទរបស់យើងគឺប្រើ to ក៏បានប្រើ ing ក៏បានតែន័យតែមួយប៉ុន្តែខាងក្រោម I stopped to eat I stopped eating មានន័យថាឈប់ដើម្បីញ៉ាំនេះឈប់ញ៉ាំអញ្ចឹងន័យវាខុសគ្នាពពួកកិច្ចសព្ទទាំងហ្នឹងគឺវាមានការខុសគ្នាទៅលើអត្ថន័យយើងប្រុងប្រយ័ត្នចំណុចទី4 common mistakes កំហុសមួយចំនួនបាទកំហុសទូទៅមួយចំនួនដែលយើងមើលខាងក្រោមនេះអញ្ចឹងខ្វែងនេះគឺមានន័យថាខុសហើយគ្រីសមានន័យថាត្រូវឧទាហរណ៍ I enjoy to play football ខ្ញុំរីករាយក្នុងការលេងបាល់ទាត់ប៉ុន្តែអញ្ចឹងកន្លែងហ្នឹងគឺខុសគេអត់ឲ្យយើងប្រើជាមួយនឹង to ទេដោយសារតែ enjoy កិច្ចសព្ទខាងក្រោយវាត្រូវទៅប្រើជាមួយនឹង ing អញ្ចឹងប្រយោគនេះគឺត្រូវ I enjoy playing football She told to go home នាងបានប្រាប់ឲ្យទៅផ្ទះ She told me to go home នាងបានប្រាប់ខ្ញុំឲ្យទៅផ្ទះបាទអញ្ចឹងកន្លែងនេះគឺបាត់ពាក្យ me បាទអញ្ចឹងយើងត្រូវប្រើកម្មបទដើម្បីឲ្យប្រយោគហ្នឹងគឺឲ្យត្រឹមត្រូវវិញបាទគឺ me នេះឯង I made him to cry ខ្ញុំធ្វើឲ្យគាត់យំ I made him cry ខ្ញុំធ្វើឲ្យគាត់យំបាទអញ្ចឹងកន្លែងនេះទម្រង់ពពួកកិរិយាសព្ទទាំងនេះកិរិយាសព្ទដែលនៅក្រោយនេះឯងគឺអត់ឲ្យប្រើ to ទេគឺយើងប្រើ base verb របស់វាប្រើកិច្ចសព្ទដើមរបស់វាតែម្ដងគឺយើងចូលចំណុចបន្ទាប់ទៀតគឺ dialogue កិច្ចសន្ទនាដែលមានចំណងជើងថា after school plan ក្រោយពីគម្រោងកិច្ចការសាលាមានតួអង្គ character គឺ Sokha and Dara ក៏ចាប់ផ្ដើមនិយាយ Hey Dara what do you want to do after school Hey Dara តើអ្នកឯងចង់ធ្វើអ្វីក្រោយពីការសិក្សា I want to go home and relax ខ្ញុំចង់ទៅផ្ទះហើយសម្រាក I enjoy hanging out with friends after class ខ្ញុំរីករាយក្នុងការចំណាយពេលជាមួយមិត្តភ័ក្តិក្រោយពីថ្នាក់សិក្សា My mom told me to come home early today ម៉ាក់របស់ខ្ញុំប្រាប់ខ្ញុំឲ្យមកផ្ទះលឿនថ្ងៃនេះ Oh I saw your brother playing football just now អូខ្ញុំបានឃើញបងប្រុសរបស់អ្នកលេងបាល់ទាត់ទើបតែឥឡូវនេះទេ Really I heard him shouting on the field ពិតឬខ្ញុំបានឮគាត់ស្រែកនៅលើលីង I helped him carry his bag this morning ខ្ញុំបានជួយគាត់យួរកាតាបរបស់គាត់នៅព្រឹកនេះ That's nice of you I'm thinking of joining the football club too នោះគឺល្អត្រឹមត្រូវចំពោះអ្នកហើយខ្ញុំគិតចំពោះការចូលរួមក្លឹបបាល់ទាត់ផងដែរ I love playing football you should try to join us ខ្ញុំស្រឡាញ់ការលេងបាល់ទាត់អ្នកឯងគួរតែព្យាយាមចូលរួមជាមួយពួកយើង Sure I'm looking forward to meeting your team ពិតហើយខ្ញុំកំពុងតន្ទឹងរង់ចាំជួបក្រុមរបស់អ្នកបាទយើងឃើញពាក្យ want នេះឯងដែលកិរិយាសព្ទខាងក្រោយវាគឺត្រូវប្រើជាមួយនឹង to បាទហើយ want to ដែលយើងបានបញ្ជាក់ចឹងយើងប្រែថាចង់បើសិនជាអត់មាន to ទេយើងប្រែថាចង់បានឬក៏ចង់ឲ្យហើយយើងឃើញពាក្យនេះដែរគឺ go permit to ដោយសារពាក្យ want ហើយ enjoy យើងឃើញថាពាក្យនេះប្រើជាមួយនឹង ing បាទហើយខាងក្រោមនេះគឺជាកន្សងពាក្យរបស់វាដែលផ្សំជាមួយគ្នាដែលប្រែថាចំណាយពេលបាទនេះគឺជាទម្រង់របស់យើងផងដែរគឺ told me to come ចឹងមានកិរិយាសព្ទរបស់យើងដែលយើងរៀនហ្នឹងហើយមានកម្មបទហើយមានកិរិយាសព្ទដែលប្រើ to នេះឯងបាទហើយកន្លែងនេះគឺ think យើងប្រើជាការកំពុងបន្តយើងប្រើ thinking ប៉ុន្តែ think បូកជាមួយនឹង of ដែលនៅក្នុងមេរៀនរបស់យើង
K យើងឃើញពាក្យ try បូកជាមួយនឹង to join ហើយនឹងមានឃើញពាក្យ looking forward to នេះឯងបាទអញ្ចឹងអ្វីដែលយើងបានរៀនហើយខាងក្រោយវាគឺជាគេសព្ទដែលមាន ing បាទនេះគឺជាអ្វីដែលយើងបានរៀនជាមួយគ្នាអញ្ចឹងយើងបន្តនៅក្នុងលំហាត់របស់យើង fill in the blanks បំពេញនៅក្នុងចន្លោះ choose the correct form of the verb ចូលជ្រើសរើសទម្រង់នៃកិរិយាសព្ទឲ្យបានត្រឹមត្រូវបាទអញ្ចឹងយើងឃើញមានពាក្យ enjoy និងមានពាក្យ read បាទអញ្ចឹងកិរិយាសព្ទដែលយើងត្រូវផ្ដោតគឺកិរិយាសព្ទដែលនៅជាប់ខាងប្រធាននេះឯងគឺពាក្យ enjoy បាទអញ្ចឹងពាក្យ enjoy កាលណាយើងដឹងពាក្យនៅខាងដើមនឹងហើយគឺយើងអាចដឹងថាកិរិយាសព្ទដែលនៅខាងក្រោយនេះថាតើប្រើ to ឬក៏ប្រើ ing បាទអញ្ចឹងពពួក enjoy នេះឯងកិរិយាសព្ទដែលនៅខាងក្រោយវាគឺត្រូវប្រើជាមួយនឹង ing អញ្ចឹងយើងដាក់មក I enjoy reading stories ខ្ញុំរីករាយក្នុងការអានរឿងបាទអញ្ចឹងបងប្អូនធ្វើបន្តបន្ទាប់ពីខ្លួនឯងមកហើយដើម្បីឲ្យធ្វើបានតើបងប្អូនចាំនៅក្នុងពាក្យដែលយើងរៀននៅក្នុងមេរៀនផងដែរអញ្ចឹងដូចជាពាក្យនេះផ្សេងបងប្អូនមើលតាមទម្រង់ហ្នឹងទៅបាទហើយបងប្អូនចុចវីដេអូស្កូបខ្ញុំផ្ដល់ចម្លើយជូនដូចខាងក្រោមនេះឯងបាទនេះគឺជាចម្លើយនៃលំហាត់ខាងលើរបស់យើងចូលលំហាត់បន្ទាប់ទៀតmultiple choice ជំរើសទូទៅ choose the correct answer A B C បាទអញ្ចឹងគេឲ្យយើងជ្រើសរើសកិរិយាសព្ទដែលនៅខាងក្រោមនេះតើ A B ឬក៏ C ដាក់នៅក្នុងនេះឯង I want go to party I want going to party I want to go party បាទអញ្ចឹងចម្លើយកាលណាមាន want កិរិយាសព្ទដែលនៅខាងក្រោយគឺ to អញ្ចឹង to go នេះឯងគឺចម្លើយគឺ C បាទហើយចំណែក to នេះគឺវាមានន័យផ្សេងទៀតទេដែលជាធ្នាក់ដែលសំដៅទៅលើពាក្យថាទៅកាន់បាទអញ្ចឹង I want to go to the party ខ្ញុំចង់ទៅកាន់ពិធីជប់លៀងបាទអញ្ចឹងយើងហើយ to នឹងវាមានអត្ថន័យច្រើនក៏ប៉ុន្តែយើងឲ្យដឹងត្រឹមមេរៀនរបស់យើងសិនទៅបាទដើម្បីឲ្យយើងងាយស្រួលបាទនេះគឺជាលំហាត់ឲ្យបងប្អូនធ្វើដោយខ្លួនឯងហើយយើងមានបាទពីទី1ដល់ទី6បងប្អូនមើលតាមហ្នឹងហើយទី6ដល់ទី10បងប្អូនមើលតាមហ្នឹងមកបាទហើយបងប្អូនវិភាគគិតមើលតាមហ្នឹងថាតើ A B ឬក៏ C បន្ទាប់ពីបងប្អូនធ្វើហើយបងប្អូនមកឆែកមើលចម្លើយនៅខាងក្រោមនេះបាទនេះគឺជាចម្លើយនៃលំហាត់ខាងលើរបស់យើងអញ្ចឹងសម្រាប់វីដេអូនេះឬក៏សម្រាប់មេរៀនទី30តើទៅជាមួយនឹង pattern យើងចប់ជាមួយគ្នាត្រឹមតែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅក្នុងមេរៀនថ្មីផ្សេងទៀតនៅក្នុងវីដេអូផ្សេងទៀតសូមអរគុណសូមជម្រាបលា